សូមស្វាគមន៍មកកាន់ Channel អំណានពុទ្ធិដូចនេះនៅក្នុងរដ្ឋភិចំណែកនៃរាត្រីនេះខ្ញុំបាទនឹងអំណានតចែកជូនដល់បងប្អូនជាសន្តាប់ដូចតទៅ43កសកម្មដែលបានផលល្អមកពីគេព្យាយាមធ្វើល្អដោយការម៉ត់ចត់ទៅតាមពេលវេលាបបិទ្ធព្រះអង្គនយោបាយនេះក៏គេធ្វើដោយការម៉ត់ចត់ហើយអស់កាលជាយូរទៀតផងទើបបានផលមិនមែនធ្វើដោយការកញ្ឆក់កណ្ឌិតទេតែកាលណាគេឃើញសង្គ្រាមនឹងកើតពិតហើយកិច្ចមិនរួចទេទើបគេត្រូវច្បាំងតទល់ព្រោះថា44ភ័យនៅឆ្ងាយតែបង្កើតសេចក្តីខ្លោបខ្លាចតែភ័យមកដល់ចិត្តហើយបង្កើតសេចក្តីឃ្លាវខ្លានេះជាលក្ខណៈពិសេសរបស់មហាបុរសក្នុងពេលដែលវិបត្តិកើតឡើងមហាបុរសតែងសម្ដែងខ្លួនជាអ្នកដោះស្រាយ45មែនពិតការប្រឹងប្រែងហួសកម្លាំងជាឧបសគ្គធំនៃការសម្រេចសពកិច្ចការទាំងអស់សូម្បីតែដំណក់ទឹកក៏អាចទម្លាយថ្មបានដែរព្រះអង្គមានដំណឹងផ្សេងមួយទៀតថាសត្វក្ងោកនេះមានកម្លាំងកងទ័ពធំណាស់សត្វក្ងោកនេះមានកម្លាំងកងទ័ពធំណាស់ព្រោះថា46ការច្បាំងនឹងអ្នកមានកម្លាំងឬមនុស្សខ្លាំងឬមនុស្សច្បាំងតនឹងដំរីអាចនាំមកនៅសេចក្តីស្លាប់47ជនទាំងឡាយណាបើមិនទាន់ដល់ការគួរហើយធ្វើសង្គ្រាមអ្នកនោះឈ្មោះថាជាមនុស្សល្ងង់ព្រោះការច្បាំងតនឹងអ្នកមានកម្លាំងប្រកបដូចជាប្រើស្លាប់រុយហោះដូច្នោះដែរ48ជនទាំងឡាយណាដែលចេះដឹងនៅនយោបាយត្រូវនៅក្នុងកន្លែងការពារប្រកបដោយសុវត្ថិភាពដូចអណ្ដើកនៅក្នុងស្នូកហើយត្រូវចេះអត់ធន់ជាមួយការវាយប្រហាររបស់សត្រូវផងកាលបើឱកាសល្អមកដល់ហើយក៏បីតស៊ូជាមួយសត្រូវនៅចំពោះមុខដោយសេចក្តីអង់អាច49ជនទាំងឡាយណាចេះនយោបាយអាចរំលើងឬគល់សត្រូវទោសធំតូចឬប៉ុនគ្នាបានដោយខ្សែទឹកអាចនាំយកឈើឬស្មៅទាំងឫសគល់បានដូច្នោះដែរបើដូច្នេះយើងក៏បីយកចិត្តទុកដាក់រក្សាសត្វសេកដែលជារាជទូតនេះទុកក្នុងប្រទេសយើងសិនកុំអាលលែងឲ្យចេញទៅដរាបដល់យើងកសាងបន្ទាយការពារយើងរួចស្រេចហើយសិនព្រោះថា50ទាហានធ្នូម្នាក់នៅក្នុងបន្ទាយអាចសម្លាប់ទាហានសត្រូវបាន100នាក់ដូច្នេះទាហានធ្នូ100នាក់អាចសម្លាប់ទាហានសត្រូវបាន10000នាក់ព្រោះហេតុនោះការតាំងបន្ទាយការពារទុកមុនជាកិច្ចការដ៏សំខាន់មួយ51ប្រទេសជាតិដែលឥតមានបន្ទាយការពារហេតុម្ដេចក៏សត្រូវនឹងមិនមើលងាយឯព្រះរាជាមិនមានបន្ទាយការពារក៏ឥតមានទីពឹងដោយមនុស្សធ្លាក់ពីសំពៅនៅកណ្ដាលសមុទ្រ52គួរសាងបន្ទាយការពារហើយឲ្យមានគូទឹកធំមានកំពែងខ្ពស់មានគ្រឿងយន្តមានទឹកមានភ្នំមានទន្លេមានវាលខ្សាច់និងព្រៃជាគ្រឿងការពារ53សម្បត្តិបន្ទាយការពារមាន7ប្រការដូចមានខាងលើនេះត្រូវកសាងឲ្យមាំសត្រូវចូលប្រយុទ្ធលំបាកជាទីបំផុតត្រូវមានឃ្លាំងដាក់ស្បៀងអាហារទឹកស្រូវអង្ករហើយឲ្យមានផ្លូវចេញចូលស្ដេចហង្សប្រឹក្សាថាគួរតាំងអ្នកណាឲ្យចាត់ចែងបន្ទាយការពារត្រៀមទុកទៅបានល្អសត្វប្រវត្តិតបថា54ជនទាំងឡាយណាឆ្លាតវាងវៃក្នុងកិច្ចការណាគួរតាំងជនទាំងឡាយនោះឲ្យចាត់ចែងការងារនោះជនទាំងឡាយណាដែលមិនធ្លាប់ប្រសពកិច្ចការទេសូម្បីចេះដឹងសាស្ត្រាវិទ្យាក៏រមែងធ្វើការមិនដិតដល់ដែរបើដូច្នោះគួរហៅសត្វក្រសាជាសេនាបតីឲ្យចូលមកលុះបានហៅសត្វក្រសាជាសេនាបតីឲ្យចូលមកដល់ហើយស្ដេចហង្សក៏បង្គាប់សត្វក្រសាថាណែក្រសាចូលឯងចាត់ចែងធ្វើបន្ទាយការពារត្រៀមទុកឲ្យសពគ្រប់យ៉ាងរហ័សសត្វក្រសាសេនាបតីពោលតបវិញថាបបិទ្ធព្រះអង្គគេការពារនេះទូលបង្គំចាត់ចែងត្រៀមទុកសពគ្រប់ហើយមានទាំងគូទឹកធំផងតែសូមបង្គាប់ឲ្យធ្វើឃ្លាំងសន្សំស្បៀងអាហារទុកទៀតព្រោះថា
55ការប្រមូលទុកនៅស្បៀងអង្គរជាស្បៀងប្រសើរជាងការប្រមូលទុកទ្រព្យឯទៀតព្រោះថាត្បូងទទឹមគេយកមករក្សាទុកជាប់ខ្លួនមិនអាចទ្រទ្រង់ជីវិតបានទេ56ក្នុងបណ្ដាវត្ថុដែលមានរសជាតិទាំងអស់អំបិលទុកជាវត្ថុមានរសជាតិប្រសើរជាងគេបុគ្គលក៏បីស្វែងរកអំបិលទុកកុំបីឃ្លាតព្រោះថាបើឥតអំបិលហើយសម្លសាបដូចទឹកទន្លេស្ដេចហង្សបង្គាប់ភ្លាមថាណែកសាសនាបតីចូលឯងបញ្ញាបញ្ញាទៅស្វែងរកស្បៀងយកមកទុកដាក់ឲ្យមានគ្រប់គ្រាន់កុំឲ្យខ្វះក្នុងពេលនោះសេនាយាមទ្វារចូលមកម្ដងទៀតហើយថ្លែងសេចក្តីប្រាប់ថាបបិទ្ធព្រះអង្គមានសត្វក្អែកទើបមកពីបរទេសជាមួយនឹងបរិវារចង់ចូលជួបព្រះអង្គឥឡូវនេះកំពុងរងចាំនៅឯមាត់ទ្វារស្ដេចហង្សនិយាយថាសត្វក្អែកជាអ្នកប្រាជ្ញធ្លាប់មានការពិសោធន៍ច្រើនបើដូច្នោះឯងឲ្យគេចូលមកចោះសត្វប្រវុកនិយាយរំលឹកស្មារតីកាត់ឡើងថាបបិទ្ធព្រះអង្គមតិនេះមួយយ៉ាងដែរតែសូមកុំភ្លេចថាសត្វក្អែកជាបក្សីគោកវាជាសត្រូវនឹងយើងដែរតាយើងនឹងទទួលដូចម្ដេចកើតព្រោះថា57ជនទាំងឡាយណាលះបង់ចោលបពពួកខ្លួនហើយត្រេកអរទៅចូលដៃនឹងបពពួកដតីទៀតវិញជនទាំងឡាយនោះជាមនុស្សល្ងង់ត្រូវបពពួកដតីសម្លាប់ចោលដោយសត្វចចកសម្បុរខៀវស្ដេចហង្សសួរឡើងថាចុះរឿងនោះតើមានដំណើរយ៉ាងដូចម្ដេចសត្វប្រវឹកនិយាយរៀបរាប់រឿងនោះប្រាប់ថារឿងចចកសម្បុរខៀវមានសត្វចចកមួយក្បាលអាស្រ័យនៅក្នុងព្រៃតែងតែដើរស្វះស្វែងរកចំណីអាហារតាមទំនឹងចិត្តថ្ងៃមួយសត្វចចកនោះចេះតែដើរទៅដល់ក្បែរភូមិមួយមិនដឹងជាមានគ្រោះអ្វីបណ្ដាលឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅលៃមួយកន្លែងរបស់អ្នកដំបែងហើយមិនអាចឡើងពីរណ្ដៅនោះវិញបានសោះលុះព្រឹកឡើងក៏ធ្វើពុតជាស្លាប់ស្ដោកស្ដឹងខណៈនោះម្ចាស់រណ្ដៅឃើញសត្វចចកនោះមានជើងច្រងាងឡើងលើភ្នែកបិទជិតហាមាត់បញ្ចេញថ្មីស្ញាញក៏យល់ថាសត្វចចកនោះស្លាប់ហើយទើបស្រង់ចេញពីរណ្ដៅហើយអស់ក្រវែងចោលឆ្ងាយពីភូមិទៅកាលនោះសត្វចចកបានបោលចូលព្រៃវិញដល់ក្រឡេកមើលខ្លួនឃើញខៀវស្រងាត់ដូច្នោះគិតក្នុងចិត្តដោយសេចក្តីត្រេកអរថាយីអាត្មាអញមានពណ៌សម្បុរខៀវល្អណាស់តាបើដូច្នេះអាត្មាអញនេះខ្ពង់ខ្ពស់ប្រសើរជាងសត្វចចកឯទៀតទាំងអស់លោកគិតរួចហើយសត្វចចកនោះហៅចចកទាំងឡាយមកប្រជុំមកជួបជុំហើយនិយាយប្រាប់ដោយក្តីរីករាយថាទេវតាដ៏មានបុណ្យអាស្រ័យនៅក្នុងព្រៃនេះបានតាំងយើងឲ្យធ្វើជាស្ដេចមរិតហើយលោកបានអភិសេកយើងនឹងប្រហោះដោយទឹកមុនយកមកពីជាតិឈើគ្រប់មុខអ្នកទាំងអស់គ្នាក្រឡេកមើលរូបយើងមើលចាប់តាំងពីថ្ងៃនេះតទៅអ្នកធ្វើកិច្ចការអ្វីត្រូវធ្វើតាមបង្គាប់យើងទាំងអស់បណ្ដាសត្វចចកទាំងឡាយកាលបើឃើញសត្វចចកនោះមានសម្បុរចម្លែកដូច្នេះក៏បបួលគ្នាប្រណិប័តដោយការគោរពប្រណម្យចំពោះសត្វចចកនោះហើយពោលតបដោយសេចក្តីកោតក្រែងថាទូលព្រះបង្គំទាំងអស់គ្នាសូមទទួលបង្គាប់ពីព្រះអង្គហេតុនេះទើបសត្វចចកនោះបានឡើងជាស្ដេចនៃមរឹកទាំងឡាយដែលអាស្រ័យនៅនាព្រៃនោះមុនដំបូងសត្វចចកសម្បុរខៀវនោះឬយកសុទ្ធតែជាសត្វចចកដូចគ្នាមកធ្វើជាបរិវារមានអំណាចខ្ពង់ខ្ពស់ណាស់ប៉ុន្តែក្រោយមកក៏ទៅឬយកសត្វឯទៀតដូចជាសីហខ្លានិងសត្វដទៃទៀតដែលមានសភាពដូចនេះជាដើមមកធ្វើជាបរិវារវិញហើយបោះបង់សត្វចចកគ្នាឯងចោលអស់ខណៈនោះមានចចកចាស់មួយក្បាលកាលឃើញសម្លាញ់ទាំងឡាយព្រួយចិត្តទើបនិយាយលួងលោមថាណែមិត្តទាំងឡាយអើយអ្នកទាំងឡាយកុំព្រួយបារម្ភអ្វីសពបើប៉ុណ្ណេះស្ដេចយើងល្ងងខ្លៅមិនចេះនយោបាយប្រមាថមើលងាយយើងសូម្បីយើងចេះនយោបាយដោយប្រកបដូច្នេះការនេះមិនជាអ្វីទេខ្ញុំមានមធ្យោបាយល្អរករឿងនឹងសម្រាប់ស្ដេចយើងឲ្យទាល់តែបាន
រឿងនេះសត្វទាំងឡាយឯទៀតមានសីហៈខ្លាជាដើមមានភ័ណ្ឌកំណត់ព្រោះឃើញថាវាមានពណ៌ខៀវល្អមើលមិនស្គាល់ថាជាសត្វចចកបានជាលើកទុកដាក់ឲ្យធ្វើជាស្ដេចខ្លួនបើដូច្នេះយើងគិតដូចម្ដេចឲ្យសត្វឯទៀតស្គាល់ថាជាសត្វចចកមធ្យោបាយដែលយើងត្រូវធ្វើដូច្នេះពេលល្ងាចអ្នកទាំងឡាយត្រូវចូលទៅជិតសត្វចចកទាំងអស់គ្នាហើយបបួលគ្នាស្រែកលូឲ្យពេញទំហឹងកាលស្ដេចចចកនេះឮសម្រែកយើងហើយមុខជានឹងស្រែកលូតបយើងវិញព្រោះជាសត្វដែលមានសភាពដូចគ្នាព្រោះថា58សភាពពិតនៃជនណាម្នាក់ជននោះមិនអាចប្រព្រឹត្តខុសពីសភាពខ្លួនបានឡើយបើលើកសត្វឆ្កែឲ្យធ្វើជាស្ដេចវានឹងមិនអង្គៀមទ្រនាប់ជើងស្បែកឬអីកាលបើសត្វខ្លាឮសំឡេងនឹងស្គាល់ថាជាសត្វចចកប្រកាសជានឹងខំស៊ីស្ដេចរបស់ខ្លួនមិនខានព្រោះថា59បើសត្រូវស្គាល់ចំណុចខ្សោយយើងនឹងមានសេចក្តីឃ្លាវខ្លាយើងហើយគេនឹងចូលទៅរហូតដល់ចិត្តគំនិតយើងខាងក្នុងទៀតហើយសម្លាប់យើងចោលដោយភ្លើងឆេះឈើស្ងួតតែងឆេះរួងរហូតដល់ក្លឹមខាងក្នុងតមកសត្វចចកចាស់ព្រមទាំងសត្វចចកទាំងឡាយប្រើឧបាយកលដោយបានគិតទុកហើយសម្លាប់សត្វចចកសម្បុរខៀវដោយសេចក្តីប្រាថ្នាចប់រឿងចចកសម្បុរខៀវ